ក្រោយពីសៀមវាយប៉ោងខោបាក់តបអស់38សមរភូមិមកក៏រឿងសម្ដីខែងរែងអួតអាងជោ fake ដឹកដៃថៃចូលស៊ីก๋วยตี๋ยวលើកម្ហូបចាស់ 3M21 អីឥឡូវនេះមានព័ត៌មានមួយចេញផ្សាយពីប្រទេសជប៉ុនមកគឺចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Nikkei Asia បាននិយាយពីចំនួនដែលទាហានលោកហ៊ុនសែនបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធជាមួយថៃណានេះគឺជាព័ត៌មានមួយដែលផ្សាយចេញមកខ្ញុំមិនបាច់លើកតួលេខយកមកនិយាយទេប៉ុន្តែពួកអាដែងដែលជាកន្ធោដែលជាមនុស្ស fake មនុស្សចូលមនុស្សអួតសៀមអាពេលផែងវណ្ណៈសៀមស្លាប់ 6000 លបួស 20000 ទីបំផុតអាពេលអស់នេះបារាជ័យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាដី14កន្លែងត្រូវសៀមកាន់កាប់នៅពេលដែលប្រភពសៀមនិយាយថាណាចំណុចសមរភូមិ38ចំណុចត្រូវវាកាន់កាប់ការបាត់បង់គ្រប់សពទាំងអស់រួមទាំងការឆបោកនៅក្នុងប្រទេសកម្ពុជាជនរងគ្រោះដោយការឆបោករបស់អាលេងណាវត្រានៅតែសុំអង្វរឲ្យហ៊ុនសែនហ៊ុនម៉ាណែតដោះស្រាយបញ្ហាណាដោះស្រាយបញ្ហាតែគ្មានអ្នកណាយកទៅជាស្ដាប់នឹងការឈឺចាប់ទុក្ខវេទនារបស់ប្រជាជនខ្មែរទេអត់មានអ្នកណាយកចិត្តទុកដាក់នឹងការឈឺចាប់របស់ប្រជាជនខ្មែរទេអាមេបោកប្រាស់ទាំងខ្មែរអាមេបោកប្រាស់ទាំងចិនអាមេបោកប្រាស់ទាំងអ្នកនយោបាយគឺបោកប្រាស់ប្រជាជនខ្មែរធ្វើបាបប្រជាជនខ្មែរឥតមានថ្ងៃឈប់ឡើយទោះបីកន្ធោរបស់វាខំប្រឹងបំផ្លងព័ត៌មានយ៉ាងណាក៏ដោយឥឡូវនេះពួកអាអួតចាស់ 3M21 តាំងបកីឥឡូវអន់ចង់ហើយពួកអាអួតថាដឹកដៃភ្ញៀវចូលតុកហើយចាំលើកម្ហូបអន់ចង់ហើយពួកអាប្រមាថមើងងាយធ្វើជីដាក់ស្រែប្រើសម្ដីខ្មែរក្រហមវាយឯងធ្វើជីដាក់ស្រែឥឡូវអន់ចង់ហើយណាបាក់តប38ចំណុចតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រ Nikkei Asia បញ្ចេញចំនួនមនុស្សដែលជាយុទ្ធជនដែលបានស្លាប់នៅក្នុងសមរភូមិនៅពេលដែលរាជការអត់ផ្សាយណាអត់ផ្សាយនៅព័ត៌មានឲ្យប្រជាជនខ្មែរបានដឹងឡើយនេះគឺជាការឈឺចាប់ជាទីបំផុតដែលកំពុងតែកើតឡើងនៅក្នុងសន្តានចិត្តរបស់ប្រជាជនស្លូតត្រង់ខ្មែរដែលកំពុងតែត្រូវគេបោកភូតនេះគឺជាអ្វីដែលកំពុងតែកើតឡើងសេដ្ឋកិច្ចដាំក្បាលចុះពលករចំណាក់ស្រុកប្រឹងរត់លូនឆ្លងដែនទៅធ្វើការស្រុកគេនៅពេលដែលធនាគារដើរទាលុយអ្នកស្រុកគ្មានចំណូលមិនដឹងជាត្រូវធ្វើយ៉ាងម៉េចណាសម្បុកចៅគឺនៅជាប់ជាមួយមេដឹកនាំអាចៅចេញលេងណាវត្រាអាចៅដតីទៀតអាចៅច្រិនជឺអាចៅ scammer នៅជុំវិញរដ្ឋាភិបាលបង្ងើយកន្តើយមិនយកចិត្តទុកដាក់ហើយឲ្យការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាក្លែងបន្លំថាដោះស្រាយក្លែងបន្លំថាដោះស្រាយអត់មានដោះស្រាយឲ្យប្រជាជនទេនេះគឺជាអ្វីដែលកើតឡើងនៅក្នុងការឆបោកដ៏ធំធេងមិនគួរឲ្យជឿនៅក្នុងគណៈនេះតើរាជការនៅធ្វើអីបានជាមិនដោះស្រាយ10ម៉ោងមុននេះណាខ្មែរ Times បានបង្ហាញអត្ថបទមួយថាទោះបីបាត់ព្រំដែនក៏ដោយក៏ចំនួនទ្វេភាគីថៃជាមួយកម្ពុជាមានទំហំ $3,600 លានយើងដឹងហើយថាខ្ញុំនិយាយឲ្យថានៅពេលដែលជនស្លូតត្រង់ស្ទះសេដ្ឋកិច្ចអ្នកធំដឹករាប់រយឡានមួយថ្ងៃឆ្លងកាត់ព្រំដែនតំណែងវៀតណាមត្រូវដឹកឆ្លងកាត់កម្ពុជាទៅថៃតំណែងថៃដឹកឆ្លងមកចូលកម្ពុជារហូតទៅដល់វៀតណាមនៅតែបើកទេដោយសារអីគឺដោយសារតែនយោបាយសពេចសពិលនេះហើយនៅពេលទីបំផុតឥឡូវនេះអាអំនួតអីណា
ខ្សែបន្ទាត់ក្រហមអីអាអំនួតសំណាញ់មេឃអាអំនួតហៅភ្ញៀវចូលតុកចាំលើកម្ហូបអាអំនួតដាក់ទាំងបកីអាអំនួតយកវាធ្វើជីឥឡូវនេះ38ចំណុចតាមបណ្ដោយព្រំដែនកម្ពុជាThailand ត្រូវបានសៀមកាន់កាប់យុទ្ធជនច្បាំងសៀមបុកអគ្គភស្តុភារឲ្យសៀមបុកលុយសាកសពត្រូវបានមន្ត្រីណាលុយសម្រាប់ឧបត្ថម្ភសាកសពយុទ្ធជនត្រូវបានមន្ត្រីជាន់ថ្នាក់កណ្ដាលនិងក្រោមកេងប្រវាញ់ពីគ្រួសារសពមិនត្រឹមតែប៉ុណ្្នឹងទេអង្គញាចៅបោកភូតលេងណាវត្រាកំពុងតែធ្វើបាបប្រជាជននៅពេលដែលក្រុមវាឆក់ប្លន់ដីធ្លីគេល្មើសនឹងកុងត្រាយកលុយគេហើយអត់ឲ្យផ្ទះគេរឿងនេះកើតឡើងដោះស្នឹមហើយអត់មានអ្នកណាអត់មាននរណាយកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះទេហើយចេះតែនិយាយសន្តិភាពចង់ឲ្យអរគុណចេះតែនិយាយរហូតដល់និយាយប្រាប់ប្រជាជនថា scammer គឺជាខ្សែតកាច់អាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានវាមិនបានឲ្យតែហ៊ានថៃ$100 លានវាមិនបានជាអាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានហើយថែមទាំងប្រាប់ទៀត$100 លានហ្នឹងវាយ scammer វាយនៅណាកម្ពុជាមហាអក្រិតជនសុកចិត្តសុំកលុំចាប់ខ្លួនបញ្ជូនឲ្យចិនអាចិនជឿអត់កាត់ទោសនៅស្រុកខ្មែរហើយរហូតមកដល់ពេលនេះអ្នកដែលមាន account នៅក្នុងធនាគារ Prince មិនដឹងបានលុយឬអត់ទេស្អុយកាគ្រប់ធ្វើបាបប្រជាជនគ្មានឈប់ឈរកុហកប្រជាជនឲ្យជឿទុកចិត្តអស់38កន្លែងបាក់តបខ្ទេចមានតែយុទ្ធជនក្រីក្រទេណាមានតែយុទ្ធជនក្រីក្របន្ទាត់ក្រហមបាក់តប38ចំណុចបាក់តបអស់ណាបាក់តបអស់ណានេះហើយដែលចេះតែនិយាយថាព័ត៌មានមិនពិតចេះព័ត៌មានពិតចុះឥឡូវប្រភពបរទេសគេប្រាប់ហើយណាប្រភពបរទេសគេប្រាប់ហើយគេអ្នកនិយាយមួយម្ដងនៅឯអង្គរវត្តណាជនបរទេសលោកខាងលិចត្រូវទេសចររុស្ស៊ីវាយបែកក្បាលបែរទៅជាមិនដោះស្រាយបញ្ហាទេសចរបែរទៅជាចោទប្រកាន់ថាពួកលោកខាងលិចពួកទេសចរបរទេសលោកខាងលិចជាមនុស្សរស់រឿងមិនពិតឥឡូវហ្នឹងម្ចាស់ account ដែលគេធ្វើដំណើរទៅលេងអង្គរវត្តត្រូវទេសចររុស្ស៊ីវាយបែកក្បាលគេចុះផ្សាយ2ដងគេថាគេមិនចង់ចុះផ្សាយទេគេអត់ចង់និយាយអាក្រក់ពីប្រជាជនខ្មែរទេពីព្រោះគេអត់មានតោះគ្នាមួយប្រជាជនខ្មែរប៉ុន្តែសមត្ថកិច្ចនៅនឹងអង្គរវត្តអត់ដោះស្រាយបញ្ហាត្រូវបានមនុស្សប្រហើនទេសចររុស្ស៊ីវាយគេបែកក្បាលគេផ្សាយពីម្សិលមួយថ្ងៃគេផ្សាយថែមទៀតគេផ្សាយថារឿងនេះកើតមួយឆ្នាំហើយណាគេមានរូបវីដេអូគេផ្សាយឥឡូវគេផ្សាយចេញវីដេអូឃើញទេអានឹងហើយបានជាទេសចរកម្ពុជាអាលាយអស់$1250 លានកន្លងទៅបាត់បង់ចំណូលផ្នែកទេសចរអ្នកលក់ដូរអ្នកតូចតាចអីបើគិតទៅនៅក្នុងសេដ្ឋកិច្ចបាត់បង់អស់$1250 លានទុកចិត្តលើរដ្ឋាភិបាលទៅស្អីក៏សិតតែចម្រើនដែរទុកចិត្តលើរដ្ឋាភិបាលទៅណាសេដ្ឋកិច្ចដាំក្បាលចោះវិធានការអត់មានបាក់កម្ចីកដល់កកធនាគារមុខឡើងជូមិនបានធនាគារមុខឡើងជូកម្ចីឲ្យទៅអត់មានដំណោះស្រាយទេលុយវិញមិនបានណាផ្នែកហិរញ្ញវត្ថុផ្នែកធនាគារក៏មានបញ្ហាធនាគារជាតិនៃកម្ពុជាឃើញអក្រិតកម្ម scam នៅនឹងមុខអត់មាត់មួយម៉ាត់ឥឡូវនេះបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការធនាគារ Prince តែលុយនៅក្នុង account មិនដឹងយ៉ាងណាទេណាស្រាប់តែ Cambodia Time និយាយថាណែឆ្លោះគ្នាបាត់ព្រំដែរនេះប៉ុន្តែចំនួនជាមួយថៃ$3,500 លានឆ្នាំនេះឆ្នាំ2025កន្លងទៅ
ទាំងអស់នេះគឺជា